ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចង់បង្ហាញតកតងទៅលើរបៀប design ដែលមានភាពតាក់ទាញនិងទទួលបាន message comment ច្រើនពី Facebook នៅពេលដែលយើង boost ទៅអញ្ចឹងខ្ញុំមាន3ចំណុចធំៗដែលយើងត្រូវគិតនិងយកមកបញ្ចូលនៅក្នុងការ design របស់យើងណាមុននឹងយើងត្រូវ design អញ្ចឹង3ចំណុចហ្នឹងគឺមានដូចជាចំណុចទី1គឺតកតងទៅលើ keyword អញ្ចឹងការគិតគូរទៅលើ keyword ឬការជ្រើសរើស keyword គឺជារឿងចាំបាច់បំផុតព្រោះថា keyword បើយើងចេះតែប្រើដូចគេដូចឯងទេវាស្ដាប់មើលទៅវាដដែលអត់មានភាពតាក់ទាញអញ្ចឹងដូច្នេះការជ្រើសរើស keyword គឺយើងត្រូវរកពាក្យណាមួយដែលវា unique ពាក្យដែលប្លែកពីគេហើយនឹងត្រូវនឹងផលិតផលរបស់យើងហើយគឺជាពាក្យមួយដែលផលិតផលគេមានន័យថាគឺជាពាក្យមួយដែល unique គឺជាភាព unique របស់ផលិតផលយើងដែលផលិតផលគេអត់មានអញ្ចឹងចំណុចទាំងអស់ហ្នឹងហើយដែលយើងត្រូវយកមកដាក់ហើយចំណុចបន្ទាប់មកទៀតហ្នឹងគឺតកតងទៅលើការដាក់រូបភាពអញ្ចឹងនៅក្នុង design របស់យើងគឺយើងត្រូវតែបញ្ចូលតកតងទៅលើរូបភាពប្រសិទ្ធភាពនៃផលិតផលពីអាក្រក់មកស្អាតដោយបង្ហាញនៅក្នុងរូបភាពនេះអញ្ចឹងមូលហេតុតែយើងត្រូវមានព្រោះនៅយើងពេលខ្លះគាត់ឃើញតែរូបស្អាតគាត់ឃើញតែរូបសបកដល់ផលិតផលអីច្បាស់ណាស់គាត់មិនច្បាស់ថាផលិតផលហ្នឹងត្រូវនឹងស្បែកគាត់អត់តែយើងដាក់រូបភាពយើងសេចរូបភាពត្រូវរូបភាពហ្នឹងគាត់មើលទៅដូចនឹងស្បែកគាត់ដែរអញ្ចឹងភាគរយដែលគាត់ចាប់អារម្មណ៍សួរនាំបន្ថែមហើយនឹងប្រើប្រាស់គឺភាគរយគឺខ្ពស់ហើយបន្ទាប់មកទៀតគឺយើងមានរូបភាពចំណុចទី3ហ្នឹងគឺយើងមានដូចក្នុងនេះអញ្ចឹងយើងមានរូបភាពមួយដែលក្រោយពីប្រើប្រាស់ផលិតផលហ្នឹងហើយស្បែកមានអាការៈបែបម៉េចអីចឹងទៅហើយនឹងទាក់ទងនឹងសបកផលិតផល